របស់លោកនឹងជាប់ជាមួយនឹងលក្ខខណ្ឌទាំង4ចំណុចនោះគឺកម្ពុជាត្រូវដកអាវុធធុនធ្ងន់បោះសម្អាតមីនបណ្ដេញប្រជាពលរដ្ឋដែលឈ្លានពានទឹកដីថៃនិងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថាមានតែលក្ខខណ្ឌទាំង4ប៉ុណ្ណោះដែលធ្វើឲ្យថៃអាចចរចាជាមួយនឹងកម្ពុជាបានហើយអាមេរិកត្រូវទទួលស្គាល់ថាថៃគឺជាជនរងគ្រោះនៅក្នុងចំនួនព្រំដែនមួយនេះមិនត្រឹមតែមិនអើពើសំណើរបស់លោកច្រាំទេលោកអនុទីនបានព្រមមានថែមថាប្រសិនបើកម្ពុជាមិនធ្វើតាមលក្ខខណ្ឌទាំង4ទេថៃនឹងចាត់វិធានការក៏เราបងប្អូនគិតមិនដែរនឹងបងប្អូនគិតមិនយើងសុំគេចរចាគេអត់ព្រមចរចាទេគេដាក់យើងគេដាក់ឲ្យមកយើង4លក្ខខណ្ឌនេះលក្ខខណ្ឌទី1ដកអាវុធធុនធ្ងន់ចេញដកអាវុធធ្ងន់ចេញហ្នឹងវាស្មើនឹងដកតបឬក៏យើងទុកអាវុធតូចណាបងប្អូនទាំងអស់គ្នាបងប្អូនគិតចំណុចហ្នឹងមើលហើយតើយើងដែលមានអាវុធធំយកទៅឈួរជើងនៅតាមព្រំដែនអត់បន្ទាប់ពីយើងមានបាត់ជប់បាញ់មកអានេះខ្ញុំនិយាយរឿងបាត់ជប់បាញ់មកតែយើងមានអត់ខ្ញុំគិតថាយើងអត់ដែលមានទេយើងគោរពខ្ជាប់ខ្លួនណាស់អានេះទី1ហើយឡើយឲ្យដកចេញទី2ទៀតឲ្យដោះមីនឲ្យដោះមីនអញ្ចឹងយើងគួរតែដោះមីននេះអត់ហើយយើងនឹងបានដាក់មីនច្រើនអត់យើងបានដាក់មីនអត់អញ្ចឹងហើយបើឧទាហរណ៍ថាបើយើងមានមីនមែនយើងដោះឲ្យគេតើវាហានិភ័យមិនហានិភ័យមិនដោះឲ្យគេលក្ខខណ្ឌរបស់គេដល់គេស្មើត្រូវគេវ័យត្រូវគេអីមកព្រោះអានេះវាកលិកលុកផងណាយើងដោះហើយគេថាប្រទេសខ្មែរអស់មីនហើយព្រំដែនអស់មីនហើយអាចដាក់កូនចៅចូលថាអញ្ចឹងយើងដាក់កូនចៅចូល3ចូលព្រុសយកទឹកដីអីអស់លេងនេះអាចចំណុចដោះមីនក៏វាហានិភ័យដែរវាអញ្ចឹងហើយឲ្យឯងដោះមីនឲ្យវាទី3ទៀតបដិប្រជាពលរដ្ឋខ្មែរឲ្យបដិប្រជាពលរដ្ឋខ្មែរចេញពីទឹកដីដែលគេថាជាទឹកដីរបស់គេដូចភូមិជោគជ័យដូចភូមិព្រៃច័ន្ទអីចឹងបដិចេញអស់មកហើយឥឡូវហ្នឹងមិនអីទៅដល់ខេត្តណាដែលគេគម្រោងគេបដិចេញមានខេត្តកោះកុងមានខេត្តពោធិ៍សាត់អញ្ចឹងគេទៅត្រៀមហើយគេទៅត្រៀមបដិចេញហើយអញ្ចឹងយើងទៅបដិទៅអញ្ចឹងគេថាទឹកដីរបស់គេហ្នឹងវាអញ្ចឹងហើយអាទី4តែគេបាត់អីគេឆ្លងដែនខុសច្បាប់ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់តើខ្មែរយើងកន្លងមកដែលមានឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់អត់ណាចូលទៅទឹកដីថៃហ្នឹងតើយើងមានអត់ហើយតើមាននៅក្នុងកម្រិតណាណាបើខ្ញុំគិតមើលដូចជាមិនដែលមានទេដែលអាចមានមកប្រជាជនរបស់យើងធ្លាប់មានប្រជាជនរបស់យើងគាត់ចំណាក់ស្រុកគាត់លួចឆ្លងដែនខុសច្បាប់អីចឹងដោយថាប្រជាជនយើងគាត់អត់មានថវិកាអីចឹងដើម្បីគ្រប់គ្រាន់ធ្វើប៉ាសពតធ្វើអីចឹងទៅឆ្លងដែនឆ្លងអីចឹងទៅចឹងគាត់ដើរថ្មើរជើងហ្នឹងអាហ្នឹងយើងពីមុនមកគឺយើងធ្លាប់មានតែឧក្រិដ្ឋកម្មឆ្លងដែនហ្នឹងអាហ្នឹងគេមិនដឹងមិនដែរតែអាហ្នឹងបងប្អូនគិតទាំងអស់គ្នាចឹងមកឥឡូវហ្នឹងចង់និយាយថាសួរថាតើយើងចរចាឬក៏យើងមិនចរចាសម្រាប់4ចំណុចរបស់គេហ្នឹងបើមិនជាយើងអត់ចរចាយើងអត់ធ្វើតាមលក្ខខណ្ឌរបស់គេហ្នឹងទាំង4ចំណុចហ្នឹងគេអាចនឹងដាក់វិធានការប្រើជាយោធាឬក៏ប្រើអីគាត់គេអត់បញ្ជាក់ណានៅក្នុងហ្នឹងគាត់គេថាគេនឹងដាក់វិធានការហើយវិធានការរបស់គេហ្នឹងរឿងថៃហ្នឹងគឺវាអត់ដែរល្អទេវិធានការរឿងថៃហ្នឹងច្រើនដាក់តបច្រើនដាក់កាភ្លើងមកដើម្បីមកបំពេញលើទឹកដីខ្មែរអាហ្នឹងវិធានការរបស់គេអាហ្នឹងយើងឃើញថាកន្លងមកវាអត់ដែរមានឃើញវិធានការរបស់គេមកចរចាទេអត់ដែរមានទេគឺមានតែប្រើយោធាទាំងអស់មកតែវិធានការដែលគេនិយាយថាវិធានការរបស់គេអញ្ចឹងឥឡូវចំណុចរបស់យើងដែលសំខាន់ហ្នឹងដែលយើងត្រូវគិតតើយើងចរចាឬក៏អត់ហើយបើយើងចរចាតើយើងត្រូវធ្វើតាមលក្ខខណ្ឌរបស់គេហ្នឹងតែ4ចំណុចហ្នឹងឬក៏មិនបើយើងធ្វើតាមអញ្ចឹងវាស្មើនឹងយើងបាត់បង់បាត់ហើយឥឡូវបើយើងធ្វើតាមនេះបើសិនយើងធ្វើតាមគឺយើងបាត់បង់ហើយទី1ដកតបទី1ដកអាវុធធុនធ្ងន់ដោះមីនបដិប្រជាពលរដ្ឋឃើញទេបដិប្រជាពលរដ្ឋចេញអាណាស្មើយើងចោះចាញ់ស្មើយើងឲ្យគេអាហ្នឹងបើសិនជាយើងព្រមតាមលក្ខខណ្ឌរបស់គេយើងចរចាព្រមតាមលក្ខខណ្ឌរបស់គេហ្នឹងបើយើងមួយទៀតបើយើងអត់ចរចាយើងអត់ព្រមទេធ្វើតាមលក្ខខណ្ឌទាំង4ចំណុចគឺយើងអត់ព្រមទេអញ្ចឹងតើមានបញ្ហាអីកើតឡើងអញ្ចឹងវាអាចនឹងខាងថៃគេមកបំពេញដោយយោធាឬក៏មិនអានេះព្រោះថៃគេបានបញ្ជាក់អីលុះត្រាណាតែយើងយល់ស្របតាម4លក្ខខណ្ឌហ្នឹងបើអត់យល់ស្របតាម4លក្ខខណ្ឌហ្នឹងអាចមានវិធានការរបស់គេអញ្ចឹងការបំពេញរបស់គេគឺនៅតែមានទេគម្រោងការរបស់គេគឺនៅតែមានទេបើយើងអត់ព្រមតាម4លក្ខខណ្ឌគេនឹងមានវិធានការរបស់គេហើយយើងគិតទាំងអស់គ្នាតើវិធានការរបស់គេអីគេកន្លងមកអត់ដែលមានសុំយើងចរចាទេអត់ដែលទេមានតែខាងយើងចរចាមួយគេអញ្ចឹងហើយអើយគិតមើលទៅវេទនាណាស់គេទៅជាមួយនឹងអាពួកអស់នេះហើយឥឡូវហ្នឹងមិនដឹងថាត្រូវគិតមិនឥឡូវហ្នឹងបងប្អូនទាំងអស់គ្នាគិតមិនឥឡូវហ្នឹង
សម្រាប់ទៅលើរាជរដ្ឋាភិបាលតើលោកចរចាដោយរបៀបម៉េចហើយបើយើងអត់ចរចាវាអាចនឹងមានសង្គ្រាមកើតឡើងអាចនឹងវ័យគ្នាតើយើងប្រើប្រាស់ឲ្យអស់ពីលទ្ធភាពរបស់យើងឬក៏យើងនៅគ្រប់បាត់ជបាញ់ទៀតណាឡើយហ្នឹងអញ្ចឹងបើមានបាត់ជបាញ់ហើយយើងគ្រប់ខ្សោះខ្ជួនណាតែឥឡូវមកគេនិយាយហើយបើយើងអត់ចរចាទេគឺអត់តាមព្រមតាម4លក្ខខណ្ឌរបស់គេហ្នឹងទេគេនឹងមានវិធានការតើវាយើងគួរតែតទល់មួយគេឬក៏យើងរក្សាភាពស្ងៀមស្ងាត់ឬក៏យើងរក្សាភាពបាត់ជបាញ់ហ្នឹងហើយហត់ណា